បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមិនណែនាំកន្លែងការងារទីបងប្អូននេះជាការងារដែលខ្ញុំធ្វើគឺកន្លែងផលិតឆ្នាំងនឹងឯងបងប្អូនហើយនេះជាកន្លែងដំបូងដែលយើងចាក់បានជាឆ្នាំងហើយគេប្រើដោយម៉ាស៊ីន robot ពីមុនប្រើតែដៃទេហើយក្រោយពីយើងចាក់បានចេញជាឆ្នាំងហើយយើងយកទៅកន្លែងសម្អាតបងប្អូនហើយសម្អាតហ្នឹងខ្លះក៏សម្អាតដោយម៉ាស៊ីនខ្លះសម្អាតដោយដៃបែបនេះឯងបងប្អូនព្រោះអីឆ្នាំងនេះវាជ្រុងចេះយើងអត់មានម៉ាស៊ីនដាក់សម្រាប់វាកាត់ឲ្យបានល្អទេអញ្ចឹងហើយយើងត្រូវប្រើដៃហើយម៉ាស៊ីនដែលអាចសម្អាតបាននោះគឺឆ្នាំងដែលមានលក្ខណៈរាងជារង្វង់មូលបងប្អូនដូចជានេះឯងនេះជាយើងប្រើម៉ាស៊ីនបងប្អូនអូខេឥឡូវយើងដាក់ឲ្យសង្កត់វាតិចហើយនេះយើងត្រូវការសេរីថ្មិញសេរីអីវាឲ្យបានត្រឹមត្រូវណាហើយមានការប្រុងប្រយ័ត្នផងដែរកន្លែងនេះអាចនឹងមានគ្រោះថ្នាក់ជាងកន្លែងដែលយើងខាត់ដោយដៃមិញបងប្អូនព្រោះអីអានេះបើយើងមិនប្រយ័ត្នទេវាអាចនឹងមុតដៃរយះដៃអីដែរអញ្ចឹងណាកន្លែងនេះត្រូវប្រយ័ត្នជាងហើយក្រោយពីយើងបានសម្អាតហើយស្អាតហើយដល់វគ្គកន្លែងដែលយើងត្រូវស្វានដើម្បីបាញ់ដៃតែម្ដងបងប្អូននៅពេលដែលយើងស្វានហើយយើងយកទៅបាញ់ថ្នាំបាញ់អីចឹងទៅដល់ពេលហើយនេះក៏មិនមែនជាកន្លែងការងាររបស់ខ្ញុំដែរខ្ញុំមកថ្ងៃនេះដោយសារកន្លែងនោះអត់ការងារធ្វើហើយសុំស្វានខ្លួនឯងតែម្ដងព្រោះអីរាល់ដងស្វានអ្នកស្វាននៅខាងនេះគាត់ច្រើនតែភ្លេចជួនភ្លេចស្វានមកខាងអីចឹងទៅយកទៅដល់នោះមកខាងតែ3 4ដងចូលចង់100ឆ្នាំបងប្អូនថ្ងៃខ្លះលេង100ឆ្នាំអត់ស្វានចុះហើយឲ្យខ្ញុំបាញ់ដៃបាញ់ពីមិនចូលបងប្អូនបើអត់ស្វានផងចឹងហើយសុំធ្វើខ្លួនឯងតែម្ដងថ្ងៃនេះហើយបើធ្វើខ្លួនឯងហើយនៅតែភ្លេចទៀតអាហ្នឹងជារឿងរបស់ខ្លួនឯងហើយអត់មានបន្ទោសអ្នកណាទេប៉ុន្តែភាគច្រើនខ្ញុំមកធ្វើនៅទីនេះគឺមិនដែលភ្លេចទេបងប្អូនការងារអញ្ចឹងអីការងារស្រួលទេឡើយនេះតែវាមានលក្ខណៈស្រួលគ្រប់គ្នាអញ្ចឹងឡើយនេះវាអត់ដើរតាមម៉ាស៊ីនកន្លែងនោះវាដើរតាមម៉ាស៊ីនប៉ុន្តែមុំទៅដល់វាហាងយូរដែរយើងមានពេលដើម្បីរៀបចំអីផ្សេងអញ្ចឹងទៅហើយក្រោយពីស្វានរួចហើយក៏យកទៅអុកគូតបងប្អូននេះយើងត្រូវអុកគូតកន្លែងនេះមួយសារទៀតហើយឆ្នាំងវាមានតាមប្រភេទអញ្ចឹងបងប្អូនមានរាងអញ្ចឹងរាងមូលអញ្ចឹងទៅតាមគេកំងគេអីអញ្ចឹងទៅណាហើយភាគច្រើនឥឡូវប្រភេទនេះក៏មិនសូវជាមានចេញអីប្រហែលដែរវាចេញច្រើនតែមូលបងប្អូនហើយក្រោយពីយើងអុកចឹងហើយយើងក៏ត្រូវបន្តទៅកន្លែងមួយទៀតដែលយើងត្រូវធ្វើការវាសម្អាតសាជាថ្មីដោយប្រើម៉ូទ័រដៃខាត់តែម្ដងបងប្អូនហើយឥឡូវបងប្អូនចាំមើលបន្តិចទៀតក្រោយពីហើយកន្លែងហ្នឹងទៅខ្ញុំនឹងឲ្យមើលកន្លែងមួយទៀតដែលប្រើមនុស្ស3 4នាក់ដែរគឺកន្លែងនេះឯងគឺសម្អាតគ្រប់ឆ្នាំងទាំងអាមូលទាំងអាជ្រុងមិញហ្នឹងបងប្អូនក្រោយពីអុកហើយយើងត្រូវសម្អាតមួយសារទៀតដើម្បីឲ្យវាជ្រះអាកន្លែងណាដែលថាមានស្នាមពក់ស្នាមអីតិចហ្នឹងដើម្បីយើងបាញ់ថ្នាំទៅវាអត់មានពងថ្នាំមកលើចឹងហើយយើងត្រូវការសម្អាតវាឲ្យស្អាតទាំងបាតទាំងពុះអីទាំងកែមទាំងដៃទាំងអីទាំងអស់កន្លែងនេះគឺសម្រាប់ហើយកន្លែងសម្អាតហើយទៅដល់វគ្គមួយទៀតគឺបាញ់ខ្សាច់បងប្អូននៅពេលដែលយើងបាញ់ខ្សាច់ហើយយើងក៏យកទៅបាញ់ថ្នាំហើយវីដេអូក្រោយខ្ញុំក៏នឹងបង្ហាញអំពីកន្លែងបាញ់ខ្សាច់ហើយនឹងបាញ់ថ្នាំហើយនឹងវេចខ្ចប់ម្ដងអរគុណបងប្អូនដែលបានចូលរួមទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ហើយនឹងការនិយាយបញ្ចូលសម្លេងរបស់ខ្ញុំដល់រដិបរដប់តាំងពីដើមវីដេអូរហូតដល់បញ្ចប់វីដេអូបាយបាយជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត